រម្មណ៍ថាហើយនឹងរីករាយហើយភ័យកាលពីមុនខ្ញុំអត់ដែលជឿថាព្រះយេស៊ូវជានរណាអត់ដែលដឹងអត់ដែលស្គាល់ទេហើយក៏អត់ដែលបាក់ចិត្តដែរពេលដែលខ្ញុំចាប់ផ្ដើមបាក់ចិត្តគឺខ្ញុំមានសំណួរសង្ស័យនៅក្នុងចិត្តខ្ញុំដល់ពេលមកវិហារតែងតែមានចម្លើយជានិច្ចច្រើនលើកច្រើនសារដល់ពេលអញ្ចឹងខ្ញុំចាប់ផ្ដើមឆ្ងល់ហ្នឹងហើយមានរឿងមួយទៀតកាត់ឡើងគឺ order អីវ៉ាន់ពីកូផាំងខ្សែកដល់ពេលខ្ញុំ order ឲ្យអត់បានកំងទិញឲ្យអត់បានប៉ុន្តែដល់ពេលអញ្ចឹងខ្ញុំឲ្យលោកគ្រូជួយអន្តរាគមន៍ដល់ពេលអញ្ចឹងហ្នឹងហើយអត់បានទេនៅតែអត់បានច្រើនលើកច្រើនសារតែក្នុងចិត្តខ្ញុំអត់តាន់អស់ចិត្តទេហ្នឹងហើយខ្ញុំព្យាយាមទៀតនៅតែមិនបានទីបំផុតខ្ញុំឆ្ងល់ហើយខ្ញុំថាតកតងទៅនឹងព្រះយេស៊ូវខ្ញុំថាបើសិនជាទ្រង់មានពិតសូមឲ្យខ្ញុំបានទទួលនៅអ្វីដែលខ្ញុំកំងនឹងបានមកវិញលុយហើយដល់ពេលអញ្ចឹងស្រាប់តែប្រហែលជាមួយសប្តាហ៍ក្រោយមកប្រពន្ធលោកគ្រូក៏បានខលមកខ្ញុំហើយជួបខ្ញុំដល់ពេលអញ្ចឹងគាត់ទៅកូផាំងទៅស្របពេលដែលខ្ញុំអធិដ្ឋានក្នុងចិត្តថាបើសិនជាទ្រង់មានមែនសូមឲ្យបានហើយចៃដន្យអីបានមែនដល់ពេលអញ្ចឹងខ្ញុំឆ្ងល់ទៀតឆ្ងល់រហូតហ្នឹងហើយសំដួលតែងតែមានរហូតក្នុងចិត្តឆ្ងល់ដល់ពេលអញ្ចឹងស្រាប់តែបានមែនបានដូចចិត្តហើយដល់ពេលអញ្ចឹងនឹងឆ្ងល់ទៀតណាហើយដល់ពេលក្នុងចិត្តកើតមានថាទ្រង់ពិតជាមានឬទ្រង់ពិតជាមានប្រជញ្ញរស់មែនឬក៏អីហ្នឹងហើយតបមកទៀតបងចំណានអង្គុយនោះនិយាយថាលោកគ្រូប្រាប់អត់ដែលជឿសោះហើយខ្ញុំគិតក្នុងចិត្តថាសូម្បីតែខ្ញុំក៏មិនដែលជឿដែរព្រោះអីសត្វតអ្នកក្បាលរឹងដល់ពេលនៅដើរជួបនៅផ្សារទៅស្រាប់តែនិយាយចោះជីឡើងថាអត់ជឿទេលោកគ្រូនិយាយប្លេះចេះចូលទៅតាមតាណាអញ្ចឹងទៅហើយដល់ពេលអញ្ចឹងទៀតហ្នឹងហើយថ្ងៃនេះហើយគេបងចំណានបន្តិចហើយដល់ពេលអញ្ចឹងទៅស្រាប់តែពេលមួយសប្តាហ៍ពីរសប្តាហ៍ក្រោយមកហើយមកដល់ឃើញបងចំណានទទួលជាមួយទឹកដល់ពេលអញ្ចឹងភាំងហ្មងឆ្ងល់ថាចំគាត់អត់ជឿទេហើយអ្វីក៏ទទួលជាមួយទឹកមុនខ្ញុំទាំងដែលយើងនិយាយគ្នានៅផ្សារហ្នឹងហើយថាអត់ជឿទេដល់ពេលអញ្ចឹងហេតុអីក៏ទទួលជាមួយទឹកមុនខ្ញុំអញ្ចឹងហើយខ្ញុំឆ្ងល់ហ្នឹងហើយកាលហ្នឹងបើមានសលេងអាត់ណាប្រហែលជាមានផុសតាងច្បាស់លាស់ហ្មងតែអត់មានហ្នឹងហើយដល់ពេលអញ្ចឹងភាំងហ្នឹងហើយនៅមុខផ្សារហើយនៅកន្លែងឡានក្រុងទៀតហ្នឹងថ្ងៃអាទិត្យច្បាស់ចេះហ្នឹងហើយដល់ពេលអញ្ចឹងឆ្ងល់ជុំបងចំណាននិយាយនឹងច្បាស់ចេះថាអត់ជឿដល់ពេលឥឡូវមកជាមួយទឹកអីណាខ្ញុំឆ្ងល់ទៀតណាឆ្ងល់ឡើងទៀតហើយថាចុំមិនត្រង់តែងតែឲ្យខ្ញុំឃើញនៅអ្វីដែលវាថាផ្ទុយពីអ្វីដែលគិតថាបងគាត់មិនជឿបែរជាព្រមទទួលជឿហ្នឹងហើយដល់ពេលអញ្ចឹងមានណាឆ្ងល់តទៀតឆ្ងល់រហូតហើយក្នុងចិត្តចេះតែសួរថាត្រង់មានពិតមានប្រជញ្ញរស់មែនអីឆ្ងល់រហូតហ្នឹងហើយដល់ពេលខ្លួនឯងម្ដងហ្នឹងហើយដល់ពេលហ្នឹងទៅតកមើលតិចសិនឆ្ងល់ហើយចាប់ផ្ដើមអានគម្ពីរដែលចូលទៅក្នុងកន្លែងព្រះយេស៊ូវសគត់នៅលើឈើឆ្កាងហើយបានប៉ះពាល់ចិត្តខ្ញុំហើយស្រាប់តែយំខ្ញុំឆ្ងល់ខ្លួនឯងថាហេតុអីបានយំ
តែទ្រង់មានប្រជញ្ញរស់មែនឬក៏យ៉ាងណារឿងនឹងកាត់ឡើងថាវាថាធ្វើឲ្យយើងជឿថាទ្រង់ពិតជាមានប្រជញ្ញមែនដល់ពេលអញ្ចឹងចាប់ផ្ដើមបាក់ចិត្តហើយខ្ញុំបាក់ចិត្តទទួលថាទ្រង់ពិតជាមានមែនដល់ទៅពេលនេះលោកគ្រូម្ដងហ្នឹងហើយឲ្យទទួលជាមួយទឹកតែខ្ញុំក៏ព្រមទទួលហើយពេលសប្តាហ៍ក្រោយមកទៀតខ្ញុំទៅផ្ទះវិញចឹងទៅធ្វើធម្មតាចឹងទៅធ្វើការធម្មតាវេនយប់មកវិញដល់ពេលអញ្ចឹងខ្ញុំគិតថាខ្ញុំនឹងដករូបព្រះចេញខ្ញុំគ្រាន់តែគិតទេណាអត់បានធ្វើអីទាំងអស់ប៉ុន្តែស្រាប់តែពេលខ្ញុំមកវិធ្វើការវិញរូបព្រះបែរជារុះនៅក្រោមហើយមិនមែនជាកន្លែងបិទទេគឺនៅឆ្ងាយពីកន្លែងបិទអញ្ចឹងវាធ្វើឲ្យយើងឆ្ងល់ទៀតឆ្ងល់មែនតើចុះបផ្លាច់ច្រើនដងមិនថាបងចំណានមិនថារូបព្រះមិនថាចម្ងល់ដែលយើងស្រាយបាត់អីវ៉ាន់អីវាបែរជាមកនិយាយទៅដូចជារឿងចៃដន្យគ្រប់យ៉ាងដូចជាការរៀបចំទៅវិញនេះមិនមែនជារឿងចៃដន្យទេដល់ពេលអញ្ចឹងឃើញជ្រុះអញ្ចឹងថារៀបនឹងរើសហើយយកបិទវិញចិត្តនេះមិនទាន់បើកច្បាស់លាស់ទេនៅ50ឡើយទៀតប៉ុន្តែអត់ទេដល់ទៅពេលខ្ញុំរើសយកទៅបាត់ស្រាប់តែទូរស័ព្ទខ្ញុំបើកច្រៀងធម្មតាទេប៉ុន្តែចៃដន្យនេះនិយាយថាហាមបកក្រោយខ្ញុំនេះវាឆ្ងល់និយាយវាថាហ្នឹងហើយខ្ញុំថាប្រហែលជាទ្រង់ពិតជាមានប្រជញ្ញមែនចូលដើរជាមួយទ្រង់ហើយនិយាយពាក្យហ្នឹងច្បាស់ចេះហើយដល់ពេលអញ្ចឹងខ្ញុំក៏បាក់ចិត្តទទួលហ្នឹងហើយរុកដែលខ្ញុំដាក់ហ្នឹងអត់ងាយជ្រុះទេរាប់ឆ្នាំអត់មានដែរទេដល់ពេលអញ្ចឹងខ្ញុំឆ្ងល់ហ្នឹងហើយដល់ពេលហ្នឹងក៏ព្រមបាក់ចិត្តទទួលទ្រង់ថាទ្រង់ពិតជាមានប្រជញ្ញរស់មែនហ្នឹងហើយបន្ទាប់មកនៅក្នុងចិត្តខ្ញុំនឹងកាពីសភៅដល់ពេលដែលខ្ញុំបានបើកហើយខ្ញុំចំកន្លែងពាក្យមួយនៅចិត្តដៃខ្ញុំរត់ទៅសេពនេះទៅសរសេរអានដល់ពេលអញ្ចឹងខ្ញុំថាអោព្រះអង្គអើយទូលបង្គំពិតជាមានបាបមែនសូមអរព្រះគុណចំពោះក្តីស្រឡាញ់របស់ព្រះយេស៊ូវដែលទ្រង់បានសគត់អំពើបាបរបស់ខ្ញុំហើយទ្រង់មានប្រជញ្ញរស់ឡើងវិញជាពិតប្រាកដមែនឥឡូវនេះទ្រង់ជាព្រះសង្គ្រោះរបស់ខ្ញុំទទួលជឿទ្រង់សូមទ្រង់យាងគង់ក្នុងចិត្តខ្ញុំសូមទ្រង់យាងមកគង់ក្នុងចិត្តខ្ញុំហើយដឹកនាំជីវិតខ្ញុំសូមទ្រង់ជួយខ្ញុំឲ្យបានរស់តាមព្រះហឫទ័យទ្រង់ផងសូមអធិដ្ឋានក្នុងនាមព្រះយេស៊ូវគ្រីស្ទអាមែនតែចង់បញ្ចប់ខ្ញុំចង់និយាយថាមនុស្សគ្រប់គ្នាតែងតែជឿលើបើសិនជឿលើព្រះយេស៊ូវសុំពរមែនអត់ភាកច្រើនសុំពរហ្នឹងហើយប៉ុន្តែនៅក្នុងសេចក្តីក្នុងព្រះគម្ពីរបាននិយាយថាបើសិនជាអ្នកជឿហើយដើរតាមទ្រង់ដោយរបៀបណាដោយរបៀបមើលព្រះគម្ពីរសភៅគម្ពីរបរិសុទ្ធហើយប្រព្រឹត្តនៅសេចក្តីសុចរិតទើបទ្រង់ប្រទានពរឲ្យដល់អ្នកគ្រប់គ្នាអាមែនសូមអរគុណ